7-8-900 គីឡូអត់ទៀងលោកគ្រូដោយសារថ្ងៃណាមានវេបាទហើយបានច្រើនទៅតែដល់ពេលវេរើគាត់អត់តនេដែរហើយបានតិចដោយសារចាប់ពីទី1មកសួរនាំយើងបាញ់ឆ្នាំបង្រៀនបាញ់ទី2របៀបដាក់ជីវាស់វែងដីពីគល់មើលចុងមេឃពីបច្ចេកទេសដាក់ជីគាត់បរៀនរហូតហើយបើតាមតែមើលទៅមានតែក្រុមហ៊ុន PSK ទេមាន PSK ទេបាទជំរាបសួរបងប្អូនលោកស្រីជាទីគោរពស្រឡាញ់ដល់បានថ្ងៃនេះយើងមកជួបនៅសារជាថ្មីនៅវីដេអូខ្ញុំបានសម្ភាសបងប្រុសម្ចាស់ចការគំរូមរូបនៅខាងរោស្វាយើងពីដើមដៃនោះខ្ញុំបានធ្វើវីដេអូមួយសារជូនអស់លោកស្រីដែលមានភាគ1ហើយខ្ញុំសន្យាថាភាគ2ខ្ញុំភាគគាត់តើលទ្ធផលនៃបានពីលទ្ធផលនៃការរឹតចំនួនប្រហែលតោននោះឥឡូវយើងចង់ដៃហើយយើងនឹងជួបបងប្រុសបន្ថែមបញ្ជាក់ខ្ញុំថាខ្ញុំធ្វើវីដេអូវគ្គ1ហើយឲ្យបានធ្វើវីដេអូវគ្គ2ដែលសន្យាជាមួយលោកស្រីបងប្អូនអតិថិជនឥឡូវនេះយើងមកជួបគាត់ផ្ទាល់ថ្ងៃនេះថ្ងៃទី1ខែ5 2026ដើមទៅតែម្ដងនេះទីជំរាបសួរបងប្អូនសូមអនុញ្ញាតស្គាល់ឈ្មោះទីមកបងបាទខ្ញុំបានឈ្មោះភេងហាក់រស់នៅភូមិវាល3ឃុំយំសិនជ័យសុកស្នូខេត្តកញ្ចេះបាទយើងបានធ្វើវីដេអូមួយសារពាក់មុននេះបងតាំងពីចន្ទីដាក់ជីលោះត្រួយនេះបាទថានោះយើងបានធ្វើវីដេអូវគ្គ1ហើយសន្យាអតិថិជនថាទៅវគ្គ2អញ្ចឹងណាបាទឥឡូវវគ្គ2យើងត្រូវបានរើសហើយហើយរើសសឹងអាហ្នឹងវាស្បោយនេះស្បោយឃើញមួយរយៈហ្នឹងក៏មានយ៉ាងមែនតើចង់ដឹងពីចំណាប់អារម្មណ៍បងមុននៅពេលដែលបងរើសអត់បានចេញផ្លែចេញផ្កាណាឥឡូវចេញរូបចេញហើយរើសបានទៀតហើយលើមួយថ្ងៃខ្ញុំបានថតវីដេអូនៅមុនខ្លីបងស្រីឃើញគេមើលអានច្រើនគេសួរច្រើនណាអញ្ចឹងនៅជួបមេធំមកគាត់តើប្រហែលតោនបងស្រីគាត់រើសបាន440គីឡូនោះគេសួរចុះបានដើមគេឆាត់សួរច្រើនឥឡូវជួបបងដែលគាត់ជាអ្នកដែលធ្វើប្រយុទ្ធបន្តហ្មងនៅនឹងថ្លឹងនឹងតាក់ស្ដាយខ្ញុំហ្មងឥឡូវនេះមួយថ្ងៃបានប្រហែលតោនមួយថ្ងៃ7-8-900គីឡូអត់ទៀងលោកគ្រូដោយសារថ្ងៃណាមានវេបាទហើយបានច្រើនទៅតែដល់ពេលវេរើគាត់អត់តនេដែរហើយបានតិចដោយសារចាប់ពីកន្លះតោន900គីឡូបាទតោន900គីឡូបាទវេមកថ្ងៃគីឡូ900 800 900 800 900ទៀងបាទតែប្រហែលថ្ងៃទៅម្ដងហើយរាល់ថ្ងៃបងរើសរាល់ថ្ងៃទេម្ដងរើសរាល់ថ្ងៃនេះរាល់ថ្ងៃបាទឥឡូវយើងធ្លាក់វិញចូលខែ5នេះធ្លាក់ខែ5ហើយសល់ប្រហែលគីឡូពីម្សិលមិញលក់បាន380គីឡូប៉ុន្តែថ្ងៃនេះប្រហែលជា400ហើយ400ពីឡើងចុះណាមុនខ្ញុំមកជួបបងស្រី440ដែរបាទថ្ងៃហ្នឹងណាបាទសរុបទាំងអស់ចន្ទីប្រហែលហាត់សរុបទាំងនៅផ្ទះបងនេះនោះចន្ទីហ្នឹងវាប្រហែលជាល្បាក់5ហាត់លោកគ្រូព្រោះអីវាដើមដាច់ដើមងក់ច្រើនបាទហើយបើលទ្ធផលឆ្នាំនេះកើនបានជាង3តោនកើនជាង3តោនបាទកើនលើពីឆ្នាំទៅចាស់នេះបាទអូកើនពិតប្រាកដឥឡូវដល់ថ្ងៃនេះវេលានេះសរុបទៅមានបានកត់ខ្លះនេះបានប្រហែលតោនបានដើមដៃមក12តោនគ្រូ12តោនបាទអូបងប្អូនលោកស្រីស្វាយបងប្អូនត្រឹមតែ5ហាត់ទេណាបាទតែ5ហាត់វាជាខ្លះវាមើលខ្លះដើមខ្លះវាដោះដាច់បាទពូជគេពូជ M23 អាយុប្រហែលខួបអាយុវាមាន6ខួបមាន9ខួប10ខួបនឹង10ខួបលាយគ្នាចម្រុះបាទចម្រុះអញ្ចឹងរហូតដល់ថ្ងៃនេះបានជាង10តោនទៅហើយបាទវាចែកចូលដល់ចែកប្រហែលលើចែកយ៉ាងស្វាយបងបើចែកស្មើវា10តោន12យើងចែកជាមួយនឹង5នេះបាទអញ្ចឹងឥឡូវនេះវាចូល1តោន2តោន2តោនកន្លះនេះបាទមធ្យមបងប្អូននេះមធ្យមអាចលទ្ធផលប៉ុណ្ណេះគូសមហ្នឹងបងបាទទទួលយកបានទេប៉ុណ្ណេះបាទអញ្ចឹង1តោនបងគាត់ជីកណនីព្រោះកណនីស្មើទៅវាចូល2400គីឡូក្នុងមហា2400គីឡូអញ្ចឹងប៉ុន្តែវាមានលើសហ្នឹងគ្រូមានលើសទៀតបាទដោយសារអីដោយសារវាដីនោះថា3ហាត់ប៉ុន្តែវាអត់គ្រប់ផ្ទៃដី3ហាត់ទេប៉ុន្តែដីវាពេញ3ហាត់ប៉ុន្តែដើមវាអត់ពេញទេដើមពេញបាទវាចោលប្រហែលជាជាងកន្លះហាត់ហើយចោលជាងកន្លះហាត់បាទវាងក់ហ្នឹងបាទអាចចូលប្រហែលជាប្រហែលជា2តោន600គីឡូឬក៏អាចបាក់ហ្នឹងណាប៉ុណ្ណឹងអីហ្នឹងសម្រាប់ចន្ទីនៅតំបន់នេះបានប៉ុណ្ណឹងគឺលើគេអាចលើគេណាបើធៀបជាមួយនឹងបងប្អូនផ្សេងបានប៉ុណ្្នឹងទេអ្នកខ្លះតាមកម្រងយើងជីអ្នកខ្លះគេបានតិចជាងហ្នឹងបាទអ្នកខ្លះគេប៉ុនយើងដែរក្រោមយើងតិចតួចខ្លះក្រោមខ្លាំងអញ្ចឹងទៅបាទតាមខ្សែបច្ចេកទេសនេះបាទសប្បាយចិត្តទេបងខែនេះឆ្នាំនេះបានក្រុមការងារចិត្តទុកដាក់ឲ្យមើលដិតដល់ថែដិតដល់ហើយបាត់បត់ចន្ទីឡើងថ្លៃបើតាមចំណាប់អារម្មណ៍របស់ខ្ញុំឃើញក្រុមហ៊ុនPSK ហ្នឹងទេដែលមួយមកសួរនាំយើងបាញ់ឆ្នាំបង្រៀនបាញ់ទី2របៀបដាក់ជីវាស់វែងដីពីគល់មើលចុងមេឃពីបច្ចេកទេសដាក់ជីគាត់បរៀនរហូតហើយបើតាមតែមើលទៅមានតែក្រុមហ៊ុន PSK ទេមាន PSK ទេបាទឆ្នាំ
ឆ្នាំទៅមុខនេះឆ្នាំថ្មីនេះប្រើទៀតទេប្រើបន្តទៀត ខ្ញុំប្រើ ហើយលើទៅត្រៀមក្រុងទិញច្រើនតោហ្នឹង បាទហើយជា6អីជាងអញ្ចឹងទៅមួយក៏បន្តទៅទៀតមិនដឹងយ៉ាងម៉េចដែរគ្រូបើតែចាប់ទិញហ្នឹង6តោនសិន ជួយតោសិនហើយ បាទខ្ញុំចង់ឲ្យបងប្អូនគ្រប់គ្រងផលិតផលរបស់ PHK ដោយសារអីដោយសារចង់បានកើនផលដូចខ្ញុំតលតែប្រើតាមគម្រោង PHK បាទទី1គម្រោងដាក់ឲ្យដាក់ជីយើងដាក់ជីតាមគាត់គម្រោងរបស់គាត់អញ្ចឹងដល់ពេលបានផលមកក៏នៅក្នុងគម្រោងដែរវាអត់ក្រោមពី2តោនជាងជិត3តោនហ្នឹងទេបាទក្នុងមហាត់បាទហាត់ទេ បាទហើយសុបាយចិត្តថ្ងៃនេះសូមអរគុណច្រើនបងប្រុសដែលផ្ដល់បទសម្ភាសន៍ជូនអង្គភាពរបស់យើងដូចជាខ្ញុំតំណាងឲ្យក្រុមហ៊ុន PSK ក៏សូមថ្លែងអរគុណដល់អតិថិជននៅតំបន់នេះហើយក៏ដូចជាបងប្រុសដែលតែងតែធ្វើវីដេអូជាប្រចាំហើយបើញឹកជាងគេស្គាល់ជាងគេគឺបងប្រុសដែលសម្ភាសន៍ផ្ទាល់នេះហើយបងប្អូននោះស្គាល់ក៏ចង់ស្គាល់ច្រើនដែរនៅក្នុងដល់ទៅរៀនសួររហូតហ្នឹងណាហើយឆ្នាំថ្មីស្រីសុខស្ដីជ័យមង្គលហើយឲ្យកើនផលឲ្យកាន់តែច្រើនហើយបានទិញជីកាន់តែច្រើនអរគុណច្រើនបងប្អូនបាយបាយ